សម្រាប់អ្នកដែលគាត់ចង់ទាញវីដេអូពី TikTok ក្តីពី YouTube ក្តីឬក៏ Facebook ក្តីអញ្ចឹងយើងអាចទាញតាមកម្មវិធីនេះបានដែលយើងអត់ចាំបាច់ចូលតាម website ញញែកក៏បានដែរជាមានកម្មវិធីមួយមកវាយពាក្យ black hole មកនៅក្នុងកម្មវិធី Play Store ឬក៏ App Store យើងអញ្ចឹងយើងមើលកម្មវិធីនៅរូបមុខមួយខ្មៅនោះយើងចុច download វាមកសម្រាប់ខ្ញុំ download ហើយអញ្ចឹងខ្ញុំអត់ download ទៀតទេខ្ញុំ open វាចូលមកយើងចូលមកដល់ខាងក្នុងវាមានផ្ទាំងនេះមួយអញ្ចឹងយើងក្លែងមើលផ្ទាំងពងមូលហ្នឹងកន្លែងនេះគឺកន្លែងដែលយើង pass link អញ្ចឹងដើម្បី download វីដេអូបានយើងចូលទៅក្នុងកម្មវិធីណាមួយដែលយើងចង់ download មកហើយ select យកវីដេអូយើងមួយមកដែលយើងចង់ download ហើយយើងចុចកន្លែងសញ្ញា share ចុច copy link ដល់ពេល copy link ហើយយើងយក link ហ្នឹងទៅផាសចូលក្នុង black hole យើងចឹងយើងចុចកន្លែងពងមូលវាជាប់មកហើយចុច allow pass មកអញ្ចឹង allow pass ហើយវាចាប់ផ្ដើម download ចឹងទំហំវីដេអូហ្នឹងវាបង្ហាញនៅក្នុងហ្នឹង 13.4 MB ទៅវាពេញមកយើងចង់ដឹងបានយើងចូលទៅក្នុង gallery យើងមកចឹងឃើញវីដេអូដែលយើង download គឺបានអញ្ចឹងក្នុងវីដេអូហ្នឹងអត់មានជាប់logo ឈ្មោះ TikTok ឬអីទេអញ្ចឹងសម្រាប់កម្មវិធីផ្សេងៗដូចគ្នាយើងអាច download បាន